សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូនមកថ្ងៃនេះដែរបងប្អូនអើយមកមាត់សមុទ្រហើយណាមួយមកលេងផ្ទះបងប្អូនមកលេងកូនហើយកូនក៏នាំឲ្យមកជូនមកមាត់សមុទ្រលេងបងប្អូនមកបារោចាប់កូនក្តាមបងប្អូនអើយចូលចិត្តណាស់មករោតកាយទៅកូនក្តាមទេរួមច្រើនណាស់មានណាហើយជួយកាយជួយអីកូនទៅបងប្អូនហើយនេះវារួមឡើងស្ញេះបងប្អូនអើយប៉ុន្តែថារួមខ្លះក៏នៅរួមខ្លះក៏អត់នៅចឹងបងប្អូនហើយតិចច្រឡំថាយកទៅហូបយកទៅអីទៅមែនទេបងប្អូនហើយទូណាក្មេងវាចង់លេងបងប្អូនជាដើរកាយឯមានណាខ្ញុំក៏ជួយដើរកាយទៅឆាប់បានដើរកាយមានទេយកការរត់ចេញអាកូនក្តាមมันរត់លឿនណាស់បងប្អូនអើយរត់លឿនមែនតើហ្មងហើយទិញចាប់ថតមានតន់ទេបងប្អូនហើយវារត់លឿនពេកបងប្អូនរត់លឿនណាស់កាយហើយមិនអីកាយទេសបកខ្យងហ្នឹងបងប្អូនអាសបកខ្យងធំហ្នឹងយកមកកាយហើយមកថាជូនដើរលេងមាត់សមុទ្រមកមានណាមកនាំគ្នាពួកថារឿងខ្សាច់នឹងកូនក្តាមហ្នឹងបងប្អូនហើយក៏ជួយដើរកាយទៅឆាប់បានទៅផ្ទះវិញមានណាបងប្អូនហើយនៅដល់កហើយវាអត់សូវមានទេរសាយវាមានអារោងខ្លះវារោងចេញហើយចេះកាយរោងក្តាមហើយយើងមិនដឹងណាគេថាកាយទៅហើយរោងស្ញះបងប្អូនមើលតែអាចទៅវាកាយបងប្អូនហើយចូលចិត្តណាបងប្អូនហើយកូនខ្ញុំក្មួយហ្នឹងមកហ្នឹងគ្មានមកសម្បត្តិអីទេបើមិនលេងទឹកលេងខ្សាច់ទេមានតែកាយដើរកាយក្តាមហ្នឹងបងប្អូនដើរកាយរោងក្តាមហ្នឹងគឺថាក្មេងចូលចិត្តណាស់មានអីបងប្អូនដល់ពេលយើងជួយកាយដល់ពេលអាចឃើញក្តាមម្ដងវាចេញមកដេញចាប់មកវល់សោចព្រាតទាំងឯងសប្បាយមួយយ៉ាងបងចឹងបានក្មេងចូលចិត្តណាស់មាននេះបងប្អូនដើរកាយជួយដើរកាយដើរឆាប់បានទៅផ្ទះវិញព្រោះរសាយវាចិត្តល្ងាចចឹងវាចិត្តងឹតហើយឡងងឹតហើយចឹងហើយក៏ជួយដើរកាយឲ្យបានទៅហើយអត់មានក្តាមធំទេបងប្អូនមានកូនក្តាមទូចទាំងឯងព្រោះអាក្តាមនៅខ្សាច់ទូចទេបងប្អូនវាមានអារោងធំតែជ្រៅអញ្ចឹងមានអីជីកទេខ្ញុំយកអាសបកខ្យងយើងហ្នឹងចាកាយទៅដីខ្សាច់វារឿងផុយស្រួលកាយនេះរោងដល់ពេលកាយដល់បងប្អូនរត់ដេញចាប់ឡើងវីបងដេញចាប់រមបាននឹងប៉ុណ្ណឹងបងប្អូនធំបំផុតហ្នឹងបើគាត់ថាមានធំគាត់ថាយកអាវុធប៉ុណ្ណឹងទៅយកក្មេងចាចង់យកទៅលេងវាចង់យកលេងបងប្អូនហើយដេញចាប់តើកាយហើយក្រៅឡើងអត់ហៅទៅផ្ទះវិញទេនៅចង់នៅរោកាយហ្នឹងឯងបើមិនជួយកាយទេថ្ងៃដែរបានទៅផ្ទះទេនឹងងឹតឆឹងហ្នឹងឯងចឹងមិនថាបងប្អូនហើយក្មេងចឹងមែនហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងបងប្អូនហើយជួយ subscribe YouTube ខ្ញុំម្នាក់មួយផងបងប្អូនហើយបើវីដេអូខ្ញុំមិនច្បាស់ឬក៏មិនហ្នឹងឯងបងប្អូនសូមអធិស្ឋានផងបងប្អូនព្រោះដៃកាន់កាមេរ៉ាមួយហៀងហើយមានអ្នកថតទេគឺដៃកាន់មួយហៀងកាយក្តាមមួយហៀងបងប្អូនហ្នឹងហើយក៏ខ្ញុំអធិស្ឋានផងបងប្អូនព្រោះរសាយរៀងក្លាប់ចាក់តិចហើយ